រឿងទន្សាយជាប់គូតនឹងគល់ត្រាចថ្ងៃមួយទន្សាយស្វែងរកចំណីអាហារបានប្រទះឃើញគល់ត្រាចមួយដែលគេទើបនឹងកាប់ថ្មីមានជ័រកក់ស្អិតតតាត់ទន្សាយលោតផ្លោតអង្គុយពីលើជ័រជាប់គូតនឹងជើងរើពំរួចនៅនឹងថ្កល់លើគល់ត្រាចនោះជួនជាពេលនោះមានកូនដំរីមួយវាដើរទៅរកផឹកទឹកនៅក្នុងត្រពាំងក្បែរគល់ត្រាចនោះដែលជាកន្លែងវាធ្លាប់ផឹករៀងរាល់ថ្ងៃទន្សាយមានប្រាជ្ញាក៏និយាយបន្លាចថាណែអាកូនដំរីកុំមកផឹកទឹករបស់អញទឹកនេះព្រះអិនលោកឲ្យអញមកយាមទេឯកូនដំរីខ្លាចមិនហ៊ានផឹកក៏ត្រឡប់ទៅប្រាប់មេវាថាម៉ែអើយខ្ញុំទៅផឹកទឹកត្រពាំងនោះស្រាប់តែឃើញសត្វអីមួយអង្គុយលើគល់ឈើវាដេញខ្ញុំមិនឲ្យផឹកទឹកអូវាថាខ្លួនវាជាអ្នកបម្រើរបស់ព្រះអិនខ្ញុំស្រែកទឹកណាស់ម៉ែមេដំរីឮកូនប្រាប់ដូច្នោះនឹកខឹងក៏នឹកនាំកូនត្រឡប់មកត្រពាំងទឹកវិញឃើញទន្សាយអង្គុយលើគល់ឈើក៏ស្រែកគំរាមឡើងថាយើអាសត្វទន្សាយច្រមុះចិត្តអាក្រក់មកពីណាអង្គុយច្រងក់លើគល់ឈើនេះឯងមានអំណាចអីមកហាមប្រាមមិនឲ្យកូនអញចុះផឹកទឹកនេះអញជន់ក្បាលឯងខ្ទេចក្បាលឥឡូវទន្សាយឆ្លើយឡើងថាយើមីស្បងធំហងឯងហ៊ានមកស្ដីឲ្យអញទឹកត្រពាំងនេះព្រះអិនលោកប្រាអញឲ្យមកយាមបានជាអញហ៊ានយាមដំរីខឹងទន្សាយជេរដូច្នោះក៏ស្ទុះភ្លែតទៅបួងខ្លួនទន្សាយជាប់ធ្វើចេញពីគល់ត្រាចប្រាថ្នានឹងបោកសម្លាប់ទន្សាយភ័យណាស់ក៏ស្រែកថាបើហងឯងបោកអញសម្លាប់កុំបោកនៅក្រោមអញមិនស្លាប់ទេក្រវែងទៅលើវិញទើបអញស្លាប់ដំរីខ្វះប្រាជ្ញាឮទន្សាយថាដូច្នោះក៏ក្រវែងទន្សាយទៅលើឯទន្សាយកាលបានធ្លាក់ដល់ដីក៏បោលប្រូចចូលព្រៃបាត់ទៅ